បាទជំរាបសួរបងប្អូនសិស្សានុសិស្សបាទទាំងអស់ខាងផ្នែកអគ្គិសនីបាទនេះខ្ញុំចេញជាវីដេអូមួយបាទអត់មានកាត់តនេះគឺថតស្ដែងនៅលើបកគោល high voltage បាទបងប្អូនដែលសិស្សានុសិស្សដែលចង់ប្រឡង EDC បងប្អូនគួរតែសិក្សាទៅលើ high voltage នេះគ្រឿងគុំគ្រឿងផ្សេងដែលមាននៅលើបកគោល high voltage ហើយនឹងគ្រឿងរបស់វានេះហើយមួយទៀតបងប្អូនសិស្សានុសិស្សស្គាល់អាកង់នេះគេដាក់ហ្នឹងឯងបាទ EDC អាចនឹងចេញបងប្អូននេះអាកង់នេះគេហៅថានេះ bundle conductor បងប្អូនស្រាវជ្រាវbundle conductor ហ្នឹងគេប្រើដើម្បីអីបាទ EDC គឺចេញមុខគាត់បាទតាក់ទងជាមួយតាមសភៅតាមអីផុសក្នុង Facebook ហ្នឹងគឺមិនសូវមានទេបាទនេះបងប្អូនអាចមើលតាក់ទងជាមួយនឹងបង្គោល high voltage បាទនៅលើ high voltage វាមានស្អីខ្លះបរិខាអីខ្លះហើយសិក្សាពីទូនាទីមុខងាររបស់វាបានច្បាស់បាទនេះបងប្អូនដូចជា isolator cross arm អីហ្នឹង bundle conductor អីហ្នឹងសិក្សាច្បាស់បាទ100%អាចចេញជាមួយនឹង high voltage ហើយមួយទៀតគឺ bus bar បាទ bus bar មានប្រភេទបងប្អូនអាចស្រាវជ្រាវតាមហ្នឹងទៅបាទនេះគឺជាកលឹះមួយដែលខ្ញុំធ្លាប់មានបទពិសោធន៍បាទលើជាក់ស្ដែងនេះគឺខ្ញុំនៅប្រទេសជប៉ុនទេបាទនេះគឺជាផ្លូវរថភ្លើងបាទដែលគេប្រើតង់សង់អគ្គិសនីធ្វើជាធម្មពលដើម្បីឲ្យរថភ្លើងមានចលនាបាទនេះគឺជាបណ្ដាញរថភ្លើងបងប្អូននេះថ្ងៃនេះខ្ញុំនឹកឃើញធ្វើជាវីដេអូមួយទៅដើម្បីបង្ហាញបងប្អូននេះបងប្អូនសិស្សានុសិស្សមួយចំនួនបាទដែលគាត់ទៅចាប់តាមប្រហែលជាគាត់អត់ស្គាល់ទេតាក់ទងជាមួយនឹង bundle conductor នៅលើខ្សែបណ្ដាញតង់សង់ខ្ពស់បាទគេហៅថា high voltage នេះភាសាបច្ចេកទេសបងប្អូនមើលទៅលើអាកង់នេះបាទខ្លះមាន3ខ្សែ4ខ្សែអញ្ចឹងទៅគេរត់មកដើម្បីបញ្ជូនតង់សង់បាទទៅអនុស្ថានីយ៍បងប្អូនមើលថា bundle conductor ហ្នឹងវាមានទូនាទីធ្វើអីបាទគេដាក់ដើម្បីអីបងប្អូនសិក្សាខ្លួនឯងទៅអានឹងខ្ញុំអត់លម្អិតឲ្យទេខ្ញុំគ្រាន់តែចេញជាវីដេអូដើម្បីចែកជូនបាទទស្សនាហើយយកទៅស្រាវជ្រាវទាំងអស់គ្នាបាទមានមួយចំនួនធំដែលអត់ដឹងបាទតែបងដែលគាត់ខាង EDC ឬក៏អ្នកដែលឆ្លងកាត់បទពិសោធន៍ច្រើនប្រហែលជាគាត់ដឹងបាទគាត់យល់ថា bundle conductor នឹងប្រើដើម្បីអីបាទមួយទៀតដែលតាក់ទងជាមួយនឹងបាតុភូតកូវីដណាបាទបាតុភូតកូវីដណា EDC អាចនឹងចេញច្រើនបាទទៅលើសំណួរបាទបាតុភូតកូវីដណាគឺជាបាតុភូតដូចម្ដេចបាទហើយវាកើតឡើងនៅពេលណាបាទហើយវាយ៉ាងម៉េចសភាពយ៉ាងម៉េចអានឹងបងប្អូនអាចសិក្សាស្រាវជ្រាវទាំងអស់គ្នាទៅបាទតាក់ទងជាមួយចម្លើយសំណួរនៅក្នុង Facebook ដែលគេផុសថាចេញហ្នឹងគឺមិនងាយចេញទេបាទជាក់ស្ដែងបងប្អូនត្រូវសិក្សាទៅលើចឹងពិតប្រាកដមែនទែនគឺអាចចេញមិនថានៅលើ high voltage មិនថានៅលើ medium voltage low voltage គេសិក្សាពីគ្រឿងបង្គុំបរិខារបស់វាបាទវាមានទូនាទីធ្វើអីដំណើរការយ៉ាងម៉េចអីយ៉ាងម៉េចបាទហើយនៅក្នុងអនុស្ថានីយ៍យើងមានគ្រឿងឧបករណ៍អីខ្លះបាទទូនាទីអីខ្លះនឹងសិក្សានឹងជាក់ស្ដែងមកគឺចេញមកបាទចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេចែកជូនបងប្អូនបាទសម្រាប់សិក្សាស្រាវជ្រាវបាទអរច្រើនជំរាបលានេះមួយទៀតបងប្អូននេះបកគោល low voltage បាទមើលទាំងអស់គ្នាថានៅលើបកគោល low voltage មានគ្រឿងបង្គុំអីខ្លះបាទយើងមើលសិក្សាបាទតើតងជាមួយ cross arm តើតងជាមួយ isolator តើតងជាមួយនឹង transformer បាទ transformer មានប្រមាណប្រភេទបាទហើយអាមូលតូចពីរហ្នឹងគេហៅអីបាទ transformer ចរន្តឬក៏ transformer តម្លាក់តង់សង់អីយ៉ាងទៅបាទសិក្សាទៅបាទគឺ 100% ចេញបងប្អូនជាពិសេសបងប្អូនដៃថ្មីចង់ប្រឡង EDC មើលអញ្ចឹងបាទគឺមានប្រយោជន៍មកចេញ 100% គឺអាចនឹងចំ